បាទគ្រប់នឹងជំរាបសួរទៅដល់បងប្អូនដែលជាអតិថិជន Ford ក៏ដូចជាបងប្អូនដែលតែងតែតាមដានរកការផ្សព្វផ្សាយរបស់អតិថិជន Ford បាទថ្ងៃនេះផងដែរខ្ញុំបាទរាវិទ្យាជាទីប្រឹក្សាផ្នែកលក់នៅក្រុមហ៊ុន Ford សាខាទូទាំងកែបាទចង់មកបង្ហាញបងប្អូននៅរូបរាងថ្មីរបស់ Territory ឆ្នាំ2026ជឿថាបងប្អូនបានប្រកាសជាបានឃើញរូបរាងនេះខ្លះហើយនៅក្នុងបណ្ដាញសង្គម Social Media បាទព្រោះយើងទៅប្រកាសផ្លូវការនៅថ្ងៃទី14វិច្ឆិកានេះទេបាទអញ្ចឹងកុំឲ្យបងប្អូនចាំយូរបាទយើងមក detail តាក់ទងជាមួយនឹងរៀងថ្មីបាទហើយនឹង interior ថ្មីមួយចំនួនខ្លះជូនដល់បងប្អូនដែលកំពុងតែតាមដាននិងចាប់អារម្មណ៍រថយន្ត Ford Territory ឆ្នាំ2026នេះបាទអញ្ចឹងអ្វីដែលថ្មីហ្នឹងគឺបងប្អូនបានឃើញការ design នៅខាងមុខនេះឯងចឹងការ design នៅខាងមុខនេះគឺយើង design មុខថ្មីតែម្ដងខុសពីឆ្នាំចាស់ដាច់បាទអ្វីដែលថ្មីទៀតហ្នឹងមើលទៅការ design ហ្នឹងគឺ LED នេះតែម្ដងបាទ LED នេះគឺយើងប្រើ LED ធំជាងមុនបាទមើលទៅរៀងកាចជាងមុនបាទហើយវែងជាងមុនទៀតបងប្អូនបាទ LED នេះវែងដល់ខាងនេះតែម្ដងបើឆ្នាំចាស់យើងរៀងទូចបន្តិចបាទតែនេះមកធំកាចតែម្ដងហើយអ្វីដែលថ្មីនេះគឺយើងលើកតាក់ទងជាមួយនឹង headlamp បាទហើយភ្លើងផ្លឺផ្លូវហ្នឹងពីខាងខាងក្រោមមកខាងលើអញ្ចឹងកាលហ្នឹងគេហៅបច្ចេកវិទ្យារបស់ Ford គឺគេហៅ Ford LED បាទ Ford LED ហ្នឹងបងប្អូនបានមើលទៅឃើញតាក់ទងជាមួយនឹងគៀងនៅខាងក្នុងនេះបាទចឹងគៀងខាងក្នុងនេះគឺយើងមើលទៅមានគុជទូរហូតដល់ទៅ5 6គ្រាប់បាទបងប្អូនចឹងភ្លើងឆ្នាំនេះគឺភ្លើងជាងឆ្នាំចាស់ហើយមើលទៅការ design វាស្អាតជាងឆ្នាំចាស់ slim ជាងបាទហើយទៅមួយបណ្ណាយើងរំលេចមកពណ៌ក្រមេហើយមើលទៅ slim តែម្ដងបងប្អូនមើលទៅដូចឡានបែបបណ្ណាគុណអញ្ចឹងដូចឡានអគ្គិសនីអញ្ចឹងប៉ុន្តែអត់អគ្គិសនីទេឡានសាំងបាទសំ 1.5 ហើយតកតងជាមួយរថយន្តនេះការ design នៅខាងមុខបាទបងប្អូនបានឃើញហើយតកតងជាមួយនឹង grill ថ្មីបាទយើងប្រើជាមួយនឹងក្រមេមើលទៅអត់សូវភ្លឺទេមើលទៅដូចគេហៅពណ៌ rose gold បន្តិចអីបន្តិចចឹងណាបងប្អូនហើយតទៅជាមួយនឹងការ design logo ថ្មីយើងប្រើ logo Ford ពណ៌សតែម្ដងអក្សរ Ford ពណ៌សបាទឆ្នាំចាស់យើងប្រើ Ford ប៉ុន្តែយើងប្រើសក្រមេចឹងណាបងប្អូនតែឆ្នាំថ្មីនេះយើងប្រើ logo Ford ថ្មីបាទពណ៌សតែម្ដងចឹងណាបងប្អូនការ design ថ្មីហើយបងប្អូនបានឃើញមុខការ design មុខថ្មីនេះមើលទៅស្អាតប្លែកម្យ៉ាងខុសពីឆ្នាំចាស់ចឹងណាបងប្អូនហើយមើលទៅការdesign ថ្មីនេះតាក់ទាញចំណាប់អារម្មណ៍បងប្អូនដែលជាជននៅក្នុង Ford Battery បានច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងអ្វីដែលខុសគ្នាមកកម្រិតទៀតហ្នឹងគឺតាក់ទងជាមួយនឹងយ៉ានបាទអញ្ចឹងប្រភេទយ៉ានថ្មីបាទទំហំគឺ19អ៊ីនដដែលដូចឆ្នាំចាស់ដែរបាទប៉ុន្តែការ design មកថ្មីបាទមើលទៅស្អាតជាងមុនបាទយ៉ានរៀងធំជាងមុនបាទមុនរៀងស្ដាងទូតិចបាទតែស្អាតដូចគ្នាបាទគាត់ថានេះយើងការ design មកផ្លេចថ្មីប្លែកបងប្អូនបាទហើយពាក់តងមួយចំហៀងអីហ្នឹងគឺយើងនៅរក្សារូបរាងដដែលបាទ shape អីនៅដដែលបាទលំហូរខ្យល់បាទពាក់តងជាមួយ arrow ផ្សេងៗហ្នឹងគឺនៅដដែលបាទអ្វីដែលខុសគ្នាហ្នឹងគឺយើងខុសគ្នាក្នុងការ design តិចតួចទេបាទដូចទាក់ទងជាមួយនឹងកាងបាទយើងប្រើឆ្នូតខ្មៅ line នេះបាទជាប់ជាមួយនឹងចំណាំងផ្លាតក្រោយតែម្ដងហើយមួយទៀតតែដល់ជាមួយនឹង logo នោះបងប្អូនបានឃើញទេ logo យើង design ថ្មីបាទ Ford ពណ៌សតែម្ដងបាទហើយអ្វីផ្សេងៗគឺយើងនៅ design ដដែលបាទហើយអ្វីដែលខុសគ្នាមួយទៀតហ្នឹងគឺទាក់ទងជាមួយនឹងអង្តែនបាទអង្តែនខាងលើនេះគឺយើងប្រើ Shark fin បាទមើលទៅអត់ចង្អុយដូចមុនទេបាទឆ្នាំចាស់មើលទៅរៀងប្រវែងឡើងលើចេះបាទហើយឆ្នាំថ្មីយើងប្រើ Shark fin មើលទៅ slim ស្អាតតែម្ដងបាទអញ្ចឹងបងប្អូនអាចមើលបានខាងក្រោយគឺដូចឆ្នាំចាស់ដែរ stop ជាគៀងនេះគឺយើងនៅរក្សានៅដែរបាទនេះកាមេរ៉ាបងប្អូនកាមេរ៉ាខាងក្រោយយើងមាន2បាទជាមួយកាមេរ៉ាសម្រាប់យើងមើលយ៉ាងហ្នឹងមួយទៀតកាមេរ៉ាសម្រាប់យើងមើលពេល stream ពេលបងប្អូនពងបាក់បោអញ្ចឹងគេហៅថាកញ្ចក់មើលក្រោយអញ្ចឹងយើងនឹង detail ជូនបងប្អូននៅពេលដែលខ្ញុំចូលទៅក្នុង line អញ្ចឹងណាបងប្អូនចង់ឲ្យបងប្អូនមើលរឿងមួយជុំសិនបាទសារ៉ាត្រីឆ្នាំ2026នេះបាទស្អាតបងប្អូនស្អាតមែនតើមើលទៅប្លែកខុសពីឆ្នាំចាស់ហើយការ design ថ្មីនេះមើលទៅរៀងអំណាចជាងមុនបន្តិចបាទកាយមើលទៅម្យ៉ាងម្នាក់ជាមួយនឹងឆ្នាំចាស់អញ្ចឹងខ្ញុំមក detail ជូនបងប្អូនខាងក្នុងបន្តិចចឹងខាងក្នុងយើងមានការ design មួយចំនួនថ្មីខុសពីឆ្នាំចាស់គឺតែតជាមួយនឹងពណ៌ស្បែកពូកចឹងពណ៌ស្បែកពូកបងប្អូនបានឃើញយើងរំលេចជាមួយនឹងពណ៌តក្រូចលាយជាមួយនឹងពណ៌ខ្មៅបាទអញ្ចឹងមើលទៅគឺ premium មែនតើមើលខាងក្នុងនេះតក្រូចលាយខ្មៅនេះគឺមើលទៅគឺស្អាត premium ហើយឆ្លោះទៀតបាទមើលទៅភ្លឺដោយបងប្អូនបានឃើញអញ្ចឹងតើជាមួយនឹងដៃទ្វារអីផ្សេងៗនេះគឺយើង design ពណ៌តក្រូចបាទរំលេចជាមួយធ្នេរនេះក៏ពណ៌តក្រូចដែរបងប្អូនឃើញទេបាទធ្នេរខាងក្នុងក៏ពណ៌តក្រូចហើយយើងមាន ambient light ទៀតបាទខាងក្នុងយើងមាន ambient light យកឡើងយើងអាចដូរពណ៌បានច្រើនពណ៌បងប្អូនវាខុសពីឆ្នាំចាស់ដែលមានតែមួយពណ៌ចាស់ឆ្នាំថ្មីនេះគឺ console កដាលតើជាមួយនឹងចង្កូលតើជាមួយ screen អីគឺមកដដែលបាទអ្វីដែលខុសគ្នាហ្នឹងគឺ interface របស់ screen បាទបងប្អូនបានឃើញទេយើង interface របស់ screen នេះយើងប្រើមកថ្មីតែម្ដងបាទ software ថ្មីបាទ interface ថ្មីបាទអញ្ចឹង interface របស់ screen នេះគឺមាន2បាទពេលថ្ងៃគឺពណ៌សពេលយប់បើកភ្លើងគឺចេញពណ៌ខ្មៅលាយក្រហមអញ្ចឹងមើលទៅយប់ឡើងកាយបាទស្រទន់
បើកបោកអត់ចាំងភ្នែកបាទបងប្អូនហើយបើបងបិទភ្លើងវិញឃើញពណ៌សវិញថ្ងៃឡើងស្រួលមើលបាទអញ្ចឹងវាកន្លែងហ្នឹងការ design កន្លែងហ្នឹងគឺវាល្អសម្រាប់ពេលបងប្អូនបើកពេលថ្ងៃពេលយប់ហើយទៅជាមួយនឹង console អីផ្សេងៗគឺនៅដដែលអត់មានខុសគ្នាទេហើយអ្វីដែលខុសគ្នាដូចខ្ញុំបញ្ជាក់បងប្អូនមុនហ្នឹងអញ្ចឹងគឺកាមេរ៉ាមើលខាងក្រោយសម្រាប់កញ្ចក់ខាងក្នុងបាទតែកាមេរ៉ាមើលខាងក្រោយនេះបងប្អូនមកឃើញយើងប្រើជាលក្ខណៈ streaming តែ streaming ហ្នឹងគឺបងប្អូនអាចសេរីវាបានបាទ angle អីផ្សេងៗយើងមើលនេះជាលក្ខណៈ digital តែម្ដងដូចកាមេរ៉ាយ៉ែអញ្ចឹងប៉ុន្តែនៅខាងក្នុងនេះយើងមើលទៅគឺ stream តែម្ដងបាទខ្ញុំបានន័យថាបងប្អូនមើលខាងក្រោយបានច្បាស់បាទបានចិត្តគៀកល្អហើយយើងគឺអាយ៉ែយើងអាចជំនួសជាមួយកាមេរ៉ាយ៉ែខាងក្រោមយើងអាចមើលខាងលើនេះក៏បានដែរបាទអញ្ចឹងល្អមែនទែនថ្មីប្លែកមើលទៅលយតែម្ដងបាទហើយតើតើជាមួយនឹងការ design ផ្សេងៗនេះគឺបងប្អូនបានឃើញនៅដដែលអត់មានខុសគ្នាទេបាទដូចឆ្នាំចាស់ដែរតែគាត់ថាយើងដូរ interface នៅខាងនេះបាទនេះសេរី ambient light បាទបងប្អូនអាចដូរពណ៌បានច្រើនបាទយើងលោតភ្លើងញាក់បន្តិចដោយសារយើងថត60 frame អញ្ចឹងជាស្រ័យតែបងប្អូនអាចដូរពណ៌បានច្រើនបាទនេះពណ៌បងប្អូនអាចស្រេចពណ៌ខាងក្នុងបានហើយទៅជាមួយ console ថ្មីនេះយើងមានការ design ថ្មីបាទបងប្អូនមើលបាទពណ៌សពណ៌ខ្មៅពេលយប់ពណ៌ខ្មៅពេលថ្ងៃពណ៌សបាទការ design ថ្មីមើលទៅស្អាតមើលទៅ clean fresh មែនតើបាទទាំងការបើកបោរបស់យើងវា fresh ទៅតាមនឹងដែរអញ្ចឹងណាបងប្អូនហើយតើតជាមួយដបូលបាទយើងប្រើដបូលពណ៌ប្រផេះវិញអត់ខ្មៅដូចឆ្នាំចាស់ទេឆ្នាំចាស់យើងប្រើដបូលខ្មៅនេះយើងប្រើដបូលប្រផេះបាទអញ្ចឹងបកមកខាងក្រោយផ្នែកខាងក្រោយបន្តិចហើយខាងក្រោយវាក៏អត់មានខុសគ្នាដែរដូចឆ្នាំចាស់ដែរទេគាត់ថាការ design ពណ៌ថ្មីពណ៌ថ្មីមើលទៅវាស្អាតមួយយ៉ាងដែរបាទមើលទៅភ្លឺមើលទៅស្អាត premium សញ្ជាក់ក្រោយនៅតែមានដដែលគ្រុនស្អាតថ្មនៅតែមានដដែលបាទហើយបញ្ជាក់បងប្អូនតិចតទៅជាមួយនឹង headrest នេះបងប្អូនចឹង headrest នេះយើង design headrest ថ្មីធំជាងមុនមើលទៅស្អាតបាទទុនបាទក្រោយទៅទុនស្រួលមែនតើខុសពីឆ្នាំចាស់យើងប្រើ headrest ធម្មតានេះមើលទៅធំជាងមុនស្អាតជាងមុនទុនជាងមុនបាទតែតទៅជាមួយនឹងរថយន្ត Ferrari ឆ្នាំ2026បាទយើងមានតែប៉ុណ្្នឹងឯងអ្វីដែលខុសគ្នាពីឆ្នាំចាស់ជ្រុលជូនបងប្អូនដើម្បីបងប្អូនស្រួលពិចារណាថាឆ្នាំចាស់ហើយនិងឆ្នាំថ្មីមានអីខុសគ្នាខ្លះហើយបងប្អូនអាចជ្រើសរើសបានថារវាងឆ្នាំ2026និងឆ្នាំ2025បងប្អូនយកមួយណាក៏បានដែរយើងមានក្នុងស្តុកទាំងពីរតម្លៃ 42,900 បាទ2026ហើយ2025ក៏តម្លៃដូចគ្នាដែរអញ្ចឹងបងប្អូនអាចពិចារណាបានថាគួរជ្រើសរើសមួយណាគាត់ថាបងប្អូនខ្លះក៏ដល់ស្រឡាញ់រៀងចាស់បាទដោយរៀងចាស់អញ្ចឹងបាទបងប្អូនខ្លះក៏ស្រឡាញ់រៀងថ្មីនេះបាទអញ្ចឹង Ferrari ពិតជាលក់ដាច់មែនតើសម្រាប់ទីផ្សារប្រទេសកម្ពុជាបងប្អូនបានឃើញអញ្ចឹងបាទសិតតែ Ferrari បាទលក់ដាច់មែនតើអញ្ចឹងភ្ញៀវអតិថិជនគឺគ្រប់គ្រងច្រើនអញ្ចឹងទៅដល់ជាមួយគុណភាពបងប្អូនក៏បានអាចយល់ដែរថាការគ្រប់គ្រងនិងការប្រើប្រាស់ច្រើនគុណភាពគឺល្អដូចគ្នាដោយសារគុណភាពល្អទើបមានការប្រើប្រាស់ច្រើនបាទអញ្ចឹងខ្ញុំបាទដាវីតបើសិនជាបងប្អូនតម្រូវការចង់បានរថយន្ត Ferrari ឬក៏រថយន្ត Ford ណាផ្សេងៗបងប្អូនអាចទាក់ទងមកខ្ញុំបាទដូចនៅលេខទូរស័ព្ទនៅខាងក្រោមបាទជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា